បាទជីវធម្មខ្ញុំសូមគោរពទៅកាន់លោកគ្រូក៏ដូចជាបងទាំងអស់គ្នាដែលមានវត្តមាននៅក្នុងឋានៈ MBA ទាំងអស់គ្នាខ្ញុំបាទឈ្មោះឈុំឈៀងដែលជាតំណាងក្រុមទី4នឹងធ្វើការបកស្រាយអំពីប្រធានបទស្រាវជ្រាវមួយដែលនិយាយអំពី personal selling ហើយនៅក្នុងការសិក្សាស្រាវជ្រាវនេះយើងមានសមាជិកចំនួន8រូបដែលក្នុងការសិក្សាស្រាវជ្រាវនៃប្រធានបទមួយនេះដែលទី1ខ្ញុំបាទឈ្មោះឈុំឈៀងទី2លោកណៃណមទី3លោកមេតសរិនទី4លោករដ្ឋាវណ្ដាទី5លោកជាច័ន្ទឌីទី6លោកយិនច័ន្ទតារាទី7លោកខុនច័ន្ទដេតនិងទី8លោកស្រីលំពុតធីនីហើយយើងដឹងហើយថាពេលបច្ចុប្បន្នទីផ្សារមានភាពចម្រើនខ្លាំងហើយនៅក្នុងឯទីផ្សារពីមុនគឺធ្វើការបែងចែកចេញជា 4P ប៉ុន្តែបច្ចុប្បន្នដោយសារតែមានការរីកចម្រើនក៏ដូចជាការគួរប្រជែងខ្ពស់គេបានធ្វើការបែងចែកទីផ្សារចម្រុះទៅជា 7P ដែល 7P នោះដែលមានទី1តទៅនឹង product ទី2តទៅនឹង price ទី3តទៅនឹង flash ទី4តទៅនឹង promotion ទី5តទៅនឹង process ទី6តទៅនឹង physical ingredient ទី7តទៅនឹង people ហើយនៅក្នុងផ្នែកនៃទាំង7នេះតទៅនឹង promotion ក៏គេបែងចែកទៅជា5ផ្នែកសំខាន់ផងដែរដែលទី1តទៅនឹង advertising ទី2តទៅនឹង personal selling ហើយទី3តទៅនឹង relation ទី4តទៅនឹង sale promotion និងទី6តទៅនឹង direct marketing ហើយនៅក្នុងផ្នែកទាំងសំខាន់ទាំង5នេះខ្ញុំសូមលើកយកតទៅនឹងចំណុចមួយដើម្បីធ្វើការសិក្សាស្រាវជ្រាវក៏ដូចជាបកស្រាយលម្អិតនៅក្នុងប្រធានបទមួយនេះដែលនិយាយអំពីតទៅនឹង personal selling ហើយនៅក្នុងការសិក្សាស្រាវជ្រាវតទៅនឹង personal selling នេះយើងបានធ្វើការបែងចែកជាគោលបំណងសំខាន់ចំនួន7ចំណុចដើម្បីធ្វើការសិក្សាស្រាវជ្រាវក៏ដូចជាបកស្រាយទៅកាន់លោកគ្រូក៏ដូចជាបងទាំងអស់គ្នាឲ្យដឹងអំពីដំណើរការក៏ដូចជាការវិវត្តក្នុងចំណុចផ្សេងៗតទៅនឹង personal selling ដែលគោលបំណងទី1យើងតើអ្វីទៅជា personal selling ដែលហៅថាការលក់ផ្ទាល់ខ្លួនហើយទី2តទៅនឹងកន្លឹះនៃការលក់ហើយទី3តទៅនឹងការគ្រប់គ្រងការលក់ទី4តទៅនឹងដំណើរការនៃការលក់ទី5ធាតុសំខាន់ដែលជួយបង្កើនប្រសិទ្ធភាពនៃការលក់ទី6តទៅនឹងគុណសម្បត្តិនិងគុណវិបត្តិនៃការលក់ផ្ទាល់ខ្លួននិងចុងក្រោយទី7គឺសិរីសន្តាននិងអនុសាសន៍ការលក់ផ្ទាល់ខ្លួនគេត្រូវបានគេទទួលស្គាល់ផងដែរថាវាគឺជាសកម្មភាពនៃការបញ្ចុះបញ្ចូលអតិថិជនឲ្យទិញផលិតផលឬក៏ឧបករណ៍ដែលគេត្រូវផ្ដល់ហើយវាក៏ត្រូវបានគេចាត់ទុកថាវាគឺជាវិធីសាស្ត្រនៃការផ្សព្វផ្សាយដែលមានការចំណាយនិងមានប្រសិទ្ធភាពបំផុតទៅពេលបច្ចុប្បន្នដែលមិនធ្លាប់ឃើញពីមុនមកនៅក្នុងផ្នែកទីផ្សារហើយវាមានប្រសិទ្ធភាពដោយសារតែវាមានអន្តរកម្មទល់មុខគ្នាដែលហៅថាមានការទំនាក់ទំនងដោយផ្ទាល់ជាមួយរវាងអ្នកលក់និងអ្នកទិញដែលជួយឲ្យអ្នកលក់អាចផ្លាស់ប្ដូរបច្ចេកទេសនៃការផ្សព្វផ្សាយក៏ដូចជាការទំនាក់ទំនងជាមួយនឹងអតិថិជនហើយនៅក្នុងការសិក្សាស្រាវជ្រាវនេះយើងនឹងបានរួមបញ្ចូលអំពីប្រធានបទដែលគួរឲ្យចាប់អារម្មណ៍មួយដែលតាក់ទងទៅនឹងការលក់ផ្ទាល់ខ្លួនដើម្បីធ្វើការពង្រឹងតាក់ទងនឹងចំណេះដឹងបន្ថែមតាក់ទងនឹងការលក់ហើយយើងនឹងធ្វើការពិភាក្សាអំពីគុណសម្បត្តិនិងគុណវិបត្តិដែលតាក់ទងទៅនឹងបញ្ហាទាំងនេះផងដែរហើយចំពោះទី1នឹងនិយាយអំពីការកំណត់អំពីវិធីសាស្ត្រនៃការស្រាវជ្រាវដែល 1.1 នឹងនិយាយអំពីលំនាំបញ្ហានៃការសិក្សាស្រាវជ្រាវការសិក្សាស្រាវជ្រាវអំពីការលក់ផ្ទាល់ខ្លួនវាមានលក្ខណៈសំខាន់នៅក្នុងអាជីវកម្មនិងផ្នែកទីផ្សារដោយសារតែវាគឺជាកត្តាមួយដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការសម្រេចចិត្តរបស់អ្នកទិញហើយការឡើងនៃបរិមាណនៃការលក់ក៏ដូចជាការប្រកួតប្រជែងក្នុងទីផ្សារដើម្បីឲ្យការស្រាវជ្រាវនេះមានកាន់តែមានប្រសិទ្ធភាពគេត្រូវបានកំណត់នៅលំនាំបញ្ហាដែលអាចជួយទៅដល់ការដឹកនាំការសិក្សាស្រាវជ្រាវឲ្យមានភាពច្បាស់លាស់នៅក្នុងការបង្ហាញផងដែរហើយខាងក្រោមនេះគឺជាលំនាំបញ្ហាសំខាន់ដែលយើងអាចយកមកធ្វើការសិក្សាអំពីប្រធានបទមួយនេះដែលទី1យើងពីហេតុអ្វីទៅបានជា personal selling មានសារៈសំខាន់នៅក្នុងផ្នែកអាជីវកម្មបែបទំនើបនៅពេលបច្ចុប្បន្នហើយទី2តើការលក់ផ្ទាល់ខ្លួនមានអត្ថប្រយោជន៍អ្វីខ្លះដែលធៀបទៅនឹងទម្រង់នៃការលក់ផ្សេងហើយនឹងទី3តើមានឧបសគ្គអ្វីខ្លះដែលអាចជះឥទ្ធិពលក៏ដូចជាមានឥទ្ធិពលទៅដល់ការលក់ផ្ទាល់មុខរវាងអ្នកលក់និងអ្នកទិញហើយចំណុច 1.2 យើងនិយាយអំពីគោលបំណងនៃការសិក្សាស្រាវជ្រាវដែលគោលបំណងនៃការសិក្សាស្រាវជ្រាវរបស់យើងនេះគឺតាក់ទងទៅនឹងដើម្បីវិភាគនិងយល់ដឹងអំពីអត្ថន័យប្រសិទ្ធភាពនិងឥទ្ធិពលរបស់វាទៅលើអាជីវកម្មហើយទីផ្សារនិងអតិថិជនហើយដើម្បីយល់ដឹងពីប្រសិទ្ធភាពនិងឥទ្ធិពលនិងយុទ្ធសាស្ត្រដែលជួយឲ្យអាជីវកម្មនៃការបង្កើនការលក់ក៏ដូចជាការទាក់ទាញអតិថិជនរបស់ខ្លួននិងការពង្រឹងភាពប្រកួតប្រជែងហើយសិក្សាស្រាវជ្រាវពីអត្ថន័យនិងសារៈសំខាន់នៃការវិភាគអំពីដំណើរការនិងយុទ្ធសាស្ត្រនៃការលក់ដោយផ្ទាល់វិតម្លៃ
អំពីប្រសិទ្ធភាពនៃការលក់ផ្ទាល់ក្នុងការច្នៃប្រឌិតក៏ដូចជាការច្នៃទៅកាន់អតិថិជនឲ្យគេជឿទុកចិត្តនិងគេប្រើប្រាស់នៅផលិតផលសេវាកម្មរបស់យើងហើយការសិក្សាស្រាវជ្រាវនេះនឹងជួយឲ្យម្ចាស់អាជីវកម្មក៏ដូចជាអ្នកផ្នែកទីផ្សារនិងអ្នកស្រាវជ្រាវយល់ដឹងអំពីរបៀបនៃការអនុវត្តនៃការលក់ហើយវានឹងធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់និងស័ក្តិសមនឹងបរិបទនៃសេដ្ឋកិច្ចនៅពេលបច្ចុប្បន្នផងដែរហើយចំណុច 1.3 នឹងនិយាយអំពីសារៈសំខាន់នៃការសិក្សាស្រាវជ្រាវការសិក្សាស្រាវជ្រាវពីប្រធានបទនៃការលក់ផ្ទាល់ខ្លួននេះវាមានសារៈសំខាន់ណាស់នៅក្នុងវិស័យផ្នែកលក់នៅផ្នែកទីផ្សារដែលវាគឺជាឧបករណ៍និងជាយុទ្ធសាស្ត្រដែលជួយឲ្យទៅដល់ក្រុមហ៊ុនក្នុងការណែនាំនិងអនុវត្តនូវយន្តការនៃការលក់របស់ខ្លួនដើម្បីទាក់ទាញអតិថិជននិងបង្កើនបរិមាណនៃការលក់និងពង្រឹងយុទ្ធសាស្ត្រនៃការប្រកួតប្រជែងផ្នែកទីផ្សារផងដែរហើយចំណុចបន្ទាប់ទាក់ទងត្រង់ 1.4 នៃនិយាយអំពីដែនកំណត់និងវិសាលភាពនៃការសិក្សាស្រាវជ្រាវនៅក្នុងដែនកំណត់ក៏ដូចជាវិសាលភាពនៃការសិក្សាស្រាវជ្រាវរបស់ក្រុមយើងខ្ញុំនេះយើងនឹងធ្វើការសិក្សាអំពីលក្ខណៈទូទៅនៃការសិក្សានៃការលក់ផ្ទាល់ខ្លួន data person selling ហើយយើងនឹងធ្វើការសិក្សាអំពីការលក់នៅក្នុងទម្រង់ផ្នែកផ្សេងៗទៀតនោះទេហើយ 1.5 យើងនិយាយអំពីរចនាសម្ព័ន្ធនៃការសិក្សាស្រាវជ្រាវនៅក្នុងរចនាសម្ព័ន្ធនៃការសិក្សាស្រាវជ្រាវរបស់យើងនេះយើងបានធ្វើការបែងចែកចេញជា5ជំពូកសំខាន់ៗដែលជំពូកទី1ដែលនិយាយអំពីសេដ្ឋកិច្ចដើមជំពូកទី2យើងអំពីផ្នែករំលឹកទ្រឹស្ដីជំពូកទី3យើងនិយាយអំពីស្ថានភាពទូទៅនៃការលក់ផ្ទាល់ខ្លួននិងទី4និយាយអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវនិងទី5និយាយអំពីសេចក្តីសន្និដ្ឋាននិងសេចក្តីអនុសាសន៍ចំណុចបន្ទាប់យើងនិយាយអំពីចំណុចទី2ដែលនិយាយអំពីការរំលឹកទ្រឹស្ដីហើយនៅក្នុងផ្នែករំលឹកទ្រឹស្ដីនេះយើងនិយាយអំពី 2.1 ដែលនិយាយអំពីនិយមន័យតើអ្វីទៅជាការលក់ផ្ទាល់ខ្លួននៅក្នុងការសិក្សាស្រាវជ្រាវនេះយើងបានធ្វើការបែងចែកអំពីនិយមន័យតទៅនឹងការលក់ផ្ទាល់ខ្លួនដែលនិយមន័យទី1គេបាននិយាយថាការលក់ផ្ទាល់ខ្លួនគឺជាប្រភេទនៃយុទ្ធសាស្ត្រឬក៏ទីផ្សារដែលពាក់ព័ន្ធទៅនឹងការធ្វើអន្តរកម្មមួយទល់នឹងមួយជាមួយនឹងអតិថិជនដើម្បីលក់ផលិតផលឬក៏សេវាកម្មហើយតទៅនឹងនិយមន័យទី2គេនិយាយថាការលក់ផ្ទាល់ខ្លួនគឺជាដំណើរការនៃការតំណាក់តំណងផ្ទាល់រវាងអ្នកលក់និងអ្នកទិញដោយមានគោលដៅបង្កើតការតំណាក់តំណងនិងការបញ្ចុះបញ្ចូលឲ្យអ្នកទិញធ្វើការទិញនៃផលិតផលឬសេវាកម្មអានេះគឺជាទ្រឹស្ដីរបស់លោក Killer នៅឆ្នាំ2016ហើយលក្ខណៈសំខាន់មួយរួមមានតកតងទៅនឹងការតំណាក់តំណងពីរផ្លូវដែលការតំណាក់តំណងពីរផ្លូវនេះមានន័យថាវាជាការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមករវាងអ្នកលក់និងអ្នកទិញមិនថាវាជាសកម្មភាពនៃការលក់ផ្ទាល់មុខគ្នាដើម្បីធ្វើការតំណាក់តំណងគ្នាក៏ដូចជាការផ្ដល់ព័ត៌មានទៅគ្នាទៅវិញទៅមកហើយទី2និយាយអំពីភាពបត់បែនការមានន័យថាការតែប្រស្រ័យតាក់ទងត្រូវបានកែសម្រួលតាមប្រភេទអតិថិជនមានថាអ្នកលក់មានភាពបត់បែនទៅតាមតម្រូវការក៏ដូចជាតាមតម្រូវចិត្តរបស់អតិថិជនមួយអញ្ចឹងមានថាការឆ្លើយតបក៏ដូចជាការសម្របសម្រួលក៏ដូចជាការប្រើប្រាស់នៃបច្ចេកទេសនៃការតំណាក់តំណងវាអាចអាស្រ័យបត់បែនទៅតាមប្រភេទនៃអតិថិជនហើយទី3តើតើការបង្កើតទំនុកចិត្តមានថាការជួបផ្ទាល់ជួយអតិថិជនមានអារម្មណ៍ថាមានតម្លៃអញ្ចឹងនៅពេលដែលអ្នកលក់ធ្វើការជួបផ្ទាល់ជាមួយនឹងអតិថិជនអញ្ចឹងមានថាអតិថិជនអាចមានភាពជឿជាក់ក៏ដូចជាមានទំនុកចិត្តខ្ពស់ថាផលិតផលឬក៏សេវាកម្មដែលក្រុមហ៊ុនធ្វើការផ្ដល់ជូនគាត់នេះគឺជាផលិតផលដែលមានគុណតម្លៃដែលអាចដែលក្រុមហ៊ុនធ្វើការផ្ដល់ជូនបុគ្គលដែលគាត់មានអារម្មណ៍ពីកក់ក្ដៅនិងទទួលក្នុងការទទួលយកនូវផលិតផលឬសេវាកម្មដែលក្រុមហ៊ុនផ្ដល់ឲ្យគាត់ផងដែរបាទហើយនេះតើតើត្រង់ភេទនៃ marketing mix ដែលយើងនិយាយពីខាងដើមមកហើយតើតើនឹងសុវណ្ណភីហើយចំណុចនេះបានខ្ញុំបានធ្វើការបកស្រាយក៏ដូចជារៀបរាប់លម្អិតខ្លះហើយតើតើទៅនឹង 7P អញ្ចឹងខ្ញុំធ្វើការបន្តទៅកាន់ slide បន្ទាប់តើតើទៅនឹង personal selling ចំណុចបន្ទាប់យើងនិយាយថាហេតុអ្វីបានជាការលក់ផ្ទាល់ខ្លួនមានសារៈសំខាន់ការលក់ផ្ទាល់ខ្លួនពិតជាមានសារៈសំខាន់ណាស់ព្រោះវាពាក់ព័ន្ធទៅនឹងការតំណាក់តំណងដោយផ្ទាល់រវាងអ្នកលក់និងអតិថិជនដោយមានគោលបំណងក្នុងការបញ្ចុះបញ្ចូលឲ្យពួកគេធ្វើការទិញនៃផលិតផលឬសេវាកម្មក្នុងការបង្កើនប្រាក់ចំណូលតាមរយៈការលក់ដោយផ្ទាល់ហើយជាធម្មតាការលក់ដោយផ្ទាល់វាកើតឡើងជាមួយនឹងការជួបទល់មុខគ្នារវាងអ្នកលក់និងអ្នកទិញប៉ុន្តែវាក៏អាចធ្វើឡើងតាមរយៈទូរស័ព្ទការតាមរយៈវីដេអូឬក៏បណ្ដាញទំនាក់ទំនងសង្គមផ្សេងៗទៀតហើយការផ្ដោតសំខាន់នៃការលក់ផ្ទាល់នេះគឺការកសាងទំនាក់ទំនងល្អជាមួយនឹងអតិថិជននិងការកែសម្រួលនៃវិធីសាស្ត្រនៃការលក់ទៅតាមតម្រូវការនិងចំណូលចិត្តជាក់ស្ដែងរបស់អតិថិជនផងដែរហើយចំណុចទី 2.2 នឹងនិយាយអំពីការលក់ផ្ទាល់
ការលក់ផ្ទាល់គឺជាផ្នែកមួយនៃជំនាញនៃការអន្តរបុគ្គលនៅក្នុងការផ្សព្វផ្សាយបែបចម្រុះហើយវាអាចរួមបញ្ចូលតាក់ទងនឹង3ចំណុចសំខាន់ដែលទី1តាក់ទងការតំណាក់តំណងទល់មុខគ្នាបែរថាការតំណាក់តំណងរវាងបុគ្គលមួយទៅបុគ្គលមួយក្នុងការតំណាក់តំណងមួយទល់មួយក្នុងការចរចាក៏ដូចជាការផ្ដល់ព័ត៌មានទៅគ្នាទៅវិញទៅមកហើយទី2តាក់ទងការតំណាក់តំណងទូរស័ព្ទមានថាពីការតំណាក់តំណងក្នុងការឆ្លើយតបតាមរយៈប្រព័ន្ធបណ្ដាញតំណាក់តំណងទូរស័ព្ទហើយទី3តាក់ទងការតំណាក់តំណងវីដេអូមានថាវិជាការតំណាក់តំណងតាមរយៈប្រព័ន្ធអនឡាញក្នុងការតំណាក់តំណងក៏ដូចជាការផ្ដល់ព័ត៌មានការអតិថិជនផងដែរហើយចំណុច 2.3 នឹងនិយាយអំពីធម្មជាតិនៃការលក់ផ្ទាល់នេះធម្មជាតិនេះគឺសំដៅទៅលើតាក់ទងនឹងទម្លាប់ឬក៏មានថារបៀបដែលគេប្រើប្រាស់ពីមុនមកហើយអ្នកលក់គឺជាដំណោះភ្ជាប់ដ៏មានប្រសិទ្ធភាពរវាងក្រុមហ៊ុននិងអតិថិជនដើម្បីបង្កើតតម្លៃអតិថិជននិងអត្ថប្រយោជន៍ដល់ក្រុមហ៊ុនតាមរយៈ3ចំណុចសំខាន់ៗទី1ធ្វើជាតំណាងក្រុមហ៊ុនចំពោះអតិថិជនមានន័យថាជាអ្នកនាំផលិតផលឬសេវាកម្មដើម្បីបំពេញតម្រូវការនិងការកសាងទំនាក់ទំនងជាវិជ្ជមានទៅកាន់អតិថិជនហើយទី2ធ្វើជាតំណាងអតិថិជនចំពោះក្រុមហ៊ុនមានន័យថាប្រមូលមានថាអ្នកលក់ជាអ្នកប្រមូលជាអ្នកប្រមូលមតិយោបល់ឬព័ត៌មានរបស់អតិថិជនត្រឡប់ទៅកាន់ក្រុមហ៊ុនវិញដើម្បីធ្វើឲ្យក្រុមហ៊ុនធ្វើការកែតម្រូវក៏ដូចជាធ្វើការកែសម្រួលទៅនៅចំណុចខ្វះខាតក៏ដូចជាបញ្ហាផ្សេងៗដែលអាចជាចំណុចអវិជ្ជមានសម្រាប់ក្រុមហ៊ុនផងដែរហើយក្នុងទី3តើត្រូវការធ្វើភាពស្និទ្ធស្នាលជាមួយនឹងក្របខ័ណ្ឌទីផ្សារមានន័យថាអ្នកវិភាគអំពីសក្តានុពលទីផ្សារនិងស្វែងយល់អំពីការប្រកួតប្រជែងដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរទីផ្សារដោយសារតែទីផ្សារនៅបច្ចុប្បន្នមានការរីកចម្រើនក៏ដូចជាមានការប្រកួតប្រជែងខ្លាំងដូច្នោះក្នុងនាមជាម្ចាស់ក្រុមហ៊ុនក៏ដូចជាអ្នកលក់ត្រូវធ្វើការស្វែងរកអំពីវិធីសាស្ត្រនិងនីតិវិធីល្អៗដើម្បីធ្វើការប្រកួតប្រជែងដើម្បីឆ្លើយតបទៅនឹងតម្រូវការទៅលើការផ្លាស់ប្ដូរទីផ្សារក៏ដូចជាបំពេញនៃតម្រូវចិត្តរបស់អតិថិជនតាមរយៈការបំពេញនៃផលិតផលឬសេវាកម្មទៅកាន់អតិថិជនរបស់ខ្លួនផងដែរហើយនេះគឺជារបៀបដែលអ្នកលក់ចំណាយពេលរបស់ពួកគេនៅក្នុងការតំណាក់តំណងជាមួយអតិថិជនដែលទី1ដែលនិយាយអំពី active selling មានន័យថាការលក់ដោយផ្ទាល់គឺជាពេលវេលាដែលបុគ្គលលក់ទំនិញឬសេវាកម្មដោយផ្ទាល់ជាមួយនឹងអតិថិជនគឺអាចប្រើប្រាស់ 10% ហើយទី2តើតើនឹងការស្វែងរកអតិថិជនថ្មីដែលហៅថា prospecting គឺចំណាយពេល 10% ដែរហើយ prospecting នេះមានន័យថាវាគឺជាការស្វែងរកនិងការតំណាក់តំណងជាមួយនឹងអតិថិជនដែលអាចคล้ายទៅជាអតិថិជនពិតប្រាកដដូចជាសម្រាប់ក្រុមហ៊ុនហើយទី3តើតើនឹង problem solving គឺគេចំណាយ 14% ទៅក្នុងផ្នែកនេះតែមានន័យថានៅពេលវេលាដែលចំណាយដើម្បីចំណាយពេលដើម្បីធ្វើការដោះស្រាយបញ្ហាជាមួយអតិថិជនឬក៏បញ្ហាផ្ទាល់ខ្លួនក្នុងការលក់ផងដែរហើយទី4និយាយអំពីតើតើនឹង personal downtime នេះគេបានកម្រិតបែងចែកជា 17% មានន័យថានៅពេលដែលពេលវេលាដែលមិនទាន់តាក់ទងទៅនឹងការងារក្នុងការជួបជាមួយអតិថិជនក៏ដូចជាពេលវេលាដែលទំនេរវាអាចមានការបាត់បង់តាក់ទងនឹងប្រសិទ្ធភាពនៃការងារមានថាវាគឺជាពេលវេលាដែលពុំមានធ្វើការតំណាក់តំណងជាមួយអតិថិជនឬក៏រកគ្មានការផ្ដល់ពេលវេលាក្នុងការផ្ដល់ព័ត៌មានក៏ដូចជាតំណាក់តំណងទៅកាន់អតិថិជនរបស់ខ្លួនគឺអាចអ្នកលក់អាចចំណាយពេលរហូតដល់ 17% ក្នុងការចំណាយពេលក្នុងការមានថាភាពជាបុគ្គលហើយទី5និយាយអំពី travel time នេះគេបានបែងចែកកម្រិតវារហូតដល់ 18% មានន័យថានៅពេលដែលត្រូវធ្វើដំណើរទៅជួបអតិថិជនឬក៏ទីតាំងផ្សេងអ្នកលក់ត្រូវចំណាយពេលរហូតដល់ 18% នៅក្នុងសកម្មភាពនៃការលក់របស់គាត់នៅក្នុងការចំណាយពេលក្នុងការធ្វើដំណើរកាន់ជួបអតិថិជននិងទី6ជាចំណុចចុងក្រោយគឺតើតើនឹង administration គេបានធ្វើការបែងចែកកម្រិតនៃភាគរយរបស់វារហូតដល់ 31% អញ្ចឹងមានថាសកម្មភាពតើតើ administration នេះវាជាសកម្មភាពដ៏សំខាន់នៅក្នុងការលក់មានន័យថានៅពេលវាជាពេលវេលាដែលអ្នកលក់ត្រូវចំណាយពេលទៅលើការងាររដ្ឋបាលជាមួយនឹងការសរសេររបាយការណ៍និងការបំពេញទំនងឯកសារផ្សេងៗតាក់ទងទៅនឹងការនៅក្នុងលក្ខខណ្ឌ
ផ្ដល់កាន់ផ្ដល់អតិថិជននៅពេលអតិថិជនប្រើប្រាស់សេវាកម្មឬក៏ផលិតផលរបស់ក្រុមហ៊ុនអញ្ចឹងក្រុមហ៊ុនត្រូវធ្វើការបំពេញបែបបទក៏ដូចជាលក្ខខណ្ឌផ្សេងៗដើម្បីអតិថិជនមានទំនុកចិត្តនិងក្នុងការប្រើប្រាស់ផលិតផលសេវាកម្មរបស់យើងអញ្ចឹងមានថានៅពេលដែលអតិថិជនប្រើប្រាស់ផលិតផលសេវាកម្មរបស់យើងក្រុមហ៊ុនត្រូវធ្វើការចំណាយពេលក្នុងការប្រើប្រាស់សកម្មភាពទាំងអស់ហ្នឹងដើម្បីធ្វើបំពេញលក្ខខណ្ឌផ្សេងៗរហូតដល់31%ផងដែរហើយតើតើនៅពី2.4នឹងនិយាយអំពីដំណើរការនៃការលូកផ្ទាល់ខ្លួនដំណើរការនៃការលូកផ្ទាល់ខ្លួនគឺជាធម្មតាពីរួមបញ្ចូលនៃជំហានជាច្រើនដែលនីមួយៗត្រូវបានរចនាឡើងដើម្បីធ្វើការផ្លាស់ប្ដូរទិសដៅអតិថិជនស្ដារពលឲ្យកាន់តែខិតជិតការទិញរបស់យើងហើយការយល់ដឹងអំពីបច្ចេកទេសនៃការលូកផ្ទាល់ខ្លួនទាំងនេះគឺវាមានសារៈសំខាន់ណាស់ដូច្នោះហើយអ្នកអាចបង្កើតប្រសិទ្ធភាពនៃការលក់របស់យើងដោយធ្វើតាមជំហានទាំងនេះហើយយើងនឹងអាចធ្វើការផ្លាស់ប្ដូរឬក៏ផ្លាស់ទិសដៅប្រកបដោយប្រសិទ្ធភាពតាមរយៈដំណើរការរបស់អតិថិជននិងការបង្កើនឱកាសរបស់ពួកគេនៅក្នុងការលក់ដោយភាពជោគជ័យផងដែរហើយខាងក្រោមនេះគឺជាដំណើរការនៃការលក់ផ្ទាល់យើងបានធ្វើការបែងចែកជា6សំខាន់ទី1តើតើនឹងការស្វែងរកអតិថិជនហើយទី2តើតើនឹងវិធីសាស្ត្រមុនទី3តើតើនឹងវិធីសាស្ត្រទី4ការបង្ហាញទី5តើតើនឹងការជំទាស់និងការបិទខ្ញុំសូមធ្វើការបញ្យល់សង្ខេបខ្លីៗតើតើទៅនឹងចំណុចទាំង5មានថាការស្វែងរកអតិថិជនមានថាគឺជាចំណុចមួយដែលក្រុមហ៊ុនត្រូវធ្វើការស្វែងរកអំពីអតិថិជនគោលដៅក្នុងការប្រើប្រាស់នៅផលិតផលសេវាកម្មរបស់ក្រុមហ៊ុនហើយវិធីសាស្ត្រមុននេះគឺជាវិធីសាស្ត្រគឺជានីតិវិធីដែលគេត្រូវប្រើប្រាស់តើនៅក្នុងការស្វែងរកអតិថិជនតើយើងត្រូវគួរតែប្រើប្រាស់វិធីសាស្ត្របែបណាដើម្បីតាក់ទាញអតិថិជនឲ្យគាត់មកជាផលិតផលរបស់យើងមានថាតើអតិថិជនគោលដៅបែបណាដែលយើងត្រូវការហើយតមកទៀតគឺទាំងវិធីសាស្ត្រមានថាតើយើងគួរតែមាននីតិវិធីឬក៏បច្ចេកទេសបែបម៉េចដើម្បីធ្វើការបញ្ចុះបញ្ចូលក៏ដូចជាធ្វើការបង្ហាញទៅកាន់អតិថិជនឲ្យគេប្រើប្រាស់នៅផលិតផលសេវាកម្មរបស់យើងហើយចំណុចទី4និយាយអំពីការបង្ហាញមានថាយើងត្រូវធ្វើការបង្ហាញអំពីអត្ថប្រយោជន៍នៃផលិតផលរបស់យើងតើផលិតផលយើងមានអត្ថប្រយោជន៍ខ្លះនៅពេលដែលអតិថិជនធ្វើការប្រើប្រាស់ផលិតផលរបស់យើងហ្នឹងហើយយើងត្រូវបង្ហាញអំពីភាពស្មោះត្រង់និងបង្ហាញអំពីភាពដែលមានភាពដែលផលិតផលរបស់យើងនឹងអាចធ្វើនៅពេលដែលអតិថិជនប្រើប្រាស់ទៅគាត់អាចទទួលបាននូវអត្ថប្រយោជន៍ពីផលិតផលរបស់យើងមកវិញហើយទី5និយាយពីតកតឹងការជំទាស់នៅក្នុងដំណើរការនៃការលក់អ្នកលក់នីមួយៗតែងតែជួបប្រទះទៅនឹងការជំទាស់របស់អតិថិជនប៉ុន្តែនៅក្នុងខ្លាយខ្លួនជាអ្នកលក់ត្រូវតែមានវិធីសាស្ត្រនៅក្នុងការតំណែងក៏ដូចជាវិធីសាស្ត្រក្នុងការធ្វើម៉េចដែលហៅថា close ជាមួយនឹងអតិថិជនដើម្បីឲ្យគាត់អតិថិជនធ្វើការប្រើប្រាស់នៅផលិតផលយើងដែលគាត់មិនអាចធ្វើការជំទាស់ក៏ដូចជាមានការបដិសេធជាមួយនឹងការទិញផលិតផលរបស់យើងហើយជាចុងក្រោយតទៅនឹងការបិទនេះគឺជានីតិវិធីចុងក្រោយហើយនៅពេលដែលយើងធ្វើការតំណែងជាមួយវិធីសាស្ត្រទាំង5ហើយយើងនឹងឈានដល់វិធីសាស្ត្រចុងក្រោយគឺការបិទនេះមានន័យថាគឺការតំណែងមានថាការផ្ដល់សេវាកម្មមានថាអតិថិជនធ្វើការយកព្រមក្នុងការទទួលនៃផលិតផលដែលយើងផ្ដល់ឲ្យជូនគាត់ហើយក្រុមហ៊ុនក៏មានភាពសប្បាយចិត្តក្នុងការទទួលជាមួយនឹងអ្វីដែលយើងធ្វើដែលបានផ្ដល់ទៅកាន់អតិថិជនផងដែរហើយចំណុចបន្ទាប់នេះតកតឹងទៅនឹងដំណើរការនៃការលក់ផ្ទាល់នេះគឺជាចំណុចតកតឹងទៅនឹងវិធីសាស្ត្រទាំង6ដែលខ្ញុំបានធ្វើការបកស្រាយនៅខាងអំបញ្ញមិញប៉ុន្តែនេះវាគ្រាន់តែជានៅក្នុងចំណុចមួយដែលតកតឹងទៅនឹងផ្នែកជាភាសាអង់គ្លេសអញ្ចឹងខ្ញុំសូមធ្វើការបកស្រាយតទៅនឹងចំណុចបន្តបន្ថែមទៀតហើយតទៅនឹង 2.5 នឹងនិយាយអំពីធាតុសំខាន់នៃការលក់ផ្ទាល់នៅក្នុងការលក់ផ្ទាល់យើងបានធ្វើការបែងចែកជាធាតុសំខាន់ចំនួន6ចំណុចដែលធាតុទី1នឹងនិយាយអំពីការធ្វើអន្តរកម្មទល់មុខគ្នាហើយធាតុទី2និយាយអំពីការបញ្ចូលធាតុទី3នឹងនិយាយអំពីភាពបត់បែនធាតុទី4យើងនិយាយអំពីការលើកកម្ពស់ការលក់ធាតុទី5យើងនិយាយអំពីការប្រកួតក្នុងការផ្ដល់ព័ត៌មានការអតិថិជននិងធាតុទី6និយាយពីអត្ថប្រយោជន៍ទៅវិញទៅមករវាងក្រុមហ៊ុននិងអ្នកលក់ហើយតកតឹងទៅនឹង 2.6 នឹងនិយាយអំពីទូនាទីនិងសារៈសំខាន់នៃការលក់ផ្ទាល់ខ្លួនវាមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាជួយជាផ្នែកមួយក្នុងការជួយបង្កើននៃការលក់ហើយទូនាទីនិងសារៈសំខាន់នៃការលក់ដោយផ្ទាល់គឺជាទូទៅបុគ្គលិកតែងតែលក់តែងតែបំពេញទូនាទីដែលមានសារៈហើយវាជាផ្នែកមួយដ៏សារៈសំខាន់ក្នុងក្រុមហ៊ុនដែលជាហើយវាគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងផ្នែក marketing ផងដែររបស់ស្ថាប័នហើយការបង្កើននិងការថែរក្សាការតំណែងរវាងក្រុមហ៊ុននិងអតិថិជនហើយក្រោមនេះគឺជាទូនាទីនិងសារៈសំខាន់នៅក្នុងការលក់
ដែលទី1ញញពីការបង្កើនតម្លៃអតិថិជនហើយទី2តើតើនឹងការកសាងការតំណែងតំណងទី3តើតើនឹងការប្រមូលព័ត៌មានទីផ្សារហើយការបង្កើនតម្លៃអតិថិជននេះមានថាក្រុមហ៊ុនធ្វើការតំណែងបង្កើនតម្លៃតាមរយៈការផ្តល់ផលិតផលឬសេវាកម្មដែលមានគុណភាពល្អទៅកាន់អតិថិជនព្រោះនៅពេលអតិថិជនធ្វើប្រើប្រាស់នៅផលិតផលឬសេវាកម្មដែលមានគុណតម្លៃដែលអតិថិជនប្រើប្រាស់ក្នុងការប្រើប្រាស់ថវិការបស់គាត់ហើយធ្វើការគាត់នៅពេលដែលគាត់ប្រើប្រាស់ថវិការបស់គាត់ហើយគាត់ទទួលបានមកវិញនៃផលិតផលសេវាកម្មដែលមានគុណតម្លៃនិងគុណប្រយោជន៍សម្រាប់គាត់នោះអតិថិជននឹងការពេញចិត្តជាមួយនឹងការប្រើប្រាស់អានេះហើយវាគឺជាគុណតម្លៃរបស់អតិថិជនដែលក្រុមហ៊ុនផ្ដល់ឡើងហើយទី2តែកសាងការតំណែងតំណងនៅក្នុងការលក់ការកសាងតំណែងតំណងគឺជាផ្នែកមួយដ៏សំខាន់ផងដែរនឹងដើម្បីបង្កើនប្រសិទ្ធភាពនៃការលក់ក៏ដូចជាការបង្កើនក៏ដូចជាការរក្សានៃអតិថិជនរបស់ខ្លួនការតំណែងតំណងគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការទទួលបាននៃអតិថិជនថ្មីក៏ដូចជាការរក្សានៃអតិថិជនចាស់ព្រោះនៅក្នុងការលក់អ្នកលក់ត្រូវតែមានយុទ្ធសាស្ត្រនៅក្នុងការបង្កើតនៃការតំណែងតំណងជាមួយនឹងអតិថិជនថ្មីតាមរយៈការកសាងការតំណែងតំណងក៏ដូចជាការរក្សាអតិថិជនចាស់តាមរយៈការផ្ដល់ផលិតផលសេវាកម្មក៏ដូចជាការតំណែងតំណងល្អជាមួយអតិថិជនអានេះគឺជាយុទ្ធសាស្ត្រទីផ្សារមួយដ៏សំខាន់នៅក្នុងការទទួលបានអតិថិជនថ្មីនិងអតិថិជនចាស់ក្នុងការប្រើប្រាស់ផលិតផលឬសេវាកម្មរបស់យើងហើយទីចំណុចទី3តើតើការប្រមូលព័ត៌មាននៅក្នុងការលក់ការធ្វើទីផ្សារក៏ដូចជាការប្រកួតប្រជែងការប្រមូលព័ត៌មានគឺជាផ្នែកមួយដ៏សំខាន់សម្រាប់អ្នកលក់ក៏ដូចជាថ្នាក់ដឹកនាំព្រោះថាព័ត៌មានគឺជាផ្នែកមួយដែលធ្វើឲ្យអង្គភាពទទួលបានភាពរីកចម្រើនក៏ដូចជានៅក្នុងការប្រកួតប្រជែងក៏ដូចជាការធ្វើទីផ្សារក៏ដូចជាការផ្ដល់នូវផលិតផលសេវាកម្មថ្មីៗដោយសារតែការប្រកួតដោយសារតែបច្ចុប្បន្នការប្រកួតប្រជែងវាមានកម្រិតខ្ពស់នៅក្នុងទីផ្សារដែលសារតែក្រុមហ៊ុនជាច្រើនបានធ្វើការបង្កើតនូវផលិតផលសេវាកម្មដែលមានលក្ខណៈស្រដៀងគ្នាដែលមានកម្រិតតម្លៃគុណភាពប្រហែលគ្នាជាច្រើនប៉ុន្តែអ្វីដែលសំខាន់ដើម្បីឲ្យការលក់យើងកាន់តែមានប្រសិទ្ធភាពហើយយើងអាចធ្វើការអាប់ដេតក៏ដូចជាមានការច្នៃប្រឌិតតែកាន់តែល្អប្រសើរព្រោះយើងត្រូវតែចេះប្រមូលព័ត៌មានអំពីដៃគូប្រកួតប្រជែងរបស់យើងហើយយើងត្រូវទៅប្រកួតប្រជែងអំពីតម្រូវការទីផ្សារនិងការវិវត្តរបស់ទីផ្សារទើបយើងអាចធ្វើការប្រកួតប្រជែងនិងជាមួយនឹងដៃគូប្រកួតប្រជែងយើងប្រកបដោយប្រសិទ្ធភាពហើយចំណុចបន្តទៅទៀតយើងនិយាយអំពីចំណុចខាងក្រោមនេះយើងនឹងបញ្យល់អំពីសារៈសំខាន់នៃការលក់ផ្ទាល់ខ្លួនចំណុច2.7និយាយអំពីជំនាញនិងគុណលក្ខណៈរបស់អ្នកលក់ដ៏មានប្រសិទ្ធភាពហើយនឹងនិយាយអានេះចំណុចនេះយើងនឹងនិយាយអំពីលក្ខណៈគុណលក្ខណៈតើទៅទាំងលក្ខណៈរបស់អ្នកលក់តើអ្នកលក់ត្រូវមានលក្ខណៈបែបម៉េចនៅក្នុងការលក់ដើម្បីឲ្យការលក់របស់គាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់អ្នកលក់គួរតែមានគុណសម្បត្តិផ្ទាល់ខ្លួននិងជំនាញវិជ្ជាជីវៈច្បាស់លាស់ដែលពាក់ព័ន្ធទៅនឹងការលក់ហើយយើងនឹងធ្វើការពិភាក្សាបន្ថែមអំពីគុណលក្ខណៈដែលគុណតម្លៃផ្សេងៗទៀតដែលអ្នកលក់គួរតែមានដែលគុណតម្លៃទាំងនោះមានបើយើងធ្វើការបែងចែកចេញជា4ចំណុចសំខាន់ដែលទី1ជំនាញនៃការតំណែងតំណងបើថាអ្នកលក់ត្រូវមានជំនាញនៃការតំណែងតំណងព្រោះការតំណែងតំណងគឺជាផ្នែកមួយដ៏សំខាន់ណាស់សម្រាប់អ្នកលក់ហើយទី2ជំនាញស្ដាប់នេះថាគឺជាជំនាញមួយដែលអ្នកលក់ត្រូវតែប្រើប្រាស់នៃការស្ដាប់ឲ្យបានច្រើនដើម្បីធ្វើការឆ្លើយតបជាមួយនឹងអតិថិជនរបស់គាត់តាន់ពេលវេលាក៏ដូចជាឆ្លើយតបជាមួយទៅនឹងតម្រូវការរបស់អតិថិជនឬក៏អ្វីដែលអតិថិជនចង់បានប្រកបដោយប្រសិទ្ធភាពហើយទី3តើទាំងជំនាញគ្រប់គ្រងពេលវេលាតើត្រង់ time management នេះគឺជាចំណុចមួយដ៏សំខាន់ដោយសារថាធម្មតាអតិថិជនតែងតែនៅពេលដែលគាត់មកទទួលនៅស៊ើបសួរចង់បាននៅផលិតផលឬសេវាកម្មណាមួយអតិថិជនគាត់តែងតែចង់ទទួលបាននៅអ្វីដែលគាត់ត្រូវការភ្លាមតើព័ត៌មានដែលគាត់ចង់បានអញ្ចឹងក្នុងនាមជាអ្នកលក់យើងត្រូវតែធ្វើការគ្រប់គ្រងពេលវេលាជាមួយតើទៅនឹងការផ្ដល់ព័ត៌មានក៏ដូចជាការឆ្លើយតបជាមួយអតិថិជនឲ្យសមស្របទៅនឹងពេលវេលាដែលអតិថិជនគាត់ចង់បានព្រោះធម្មតាអតិថិជននៅពេលដែលអ្នកឧទាហរណ៍ថាអ្នកលក់គាត់ប្រើប្រាស់ពេលវេលាដែលគាត់មិនចេះគ្រប់គ្រងពេលវេលាគាត់ចេះតែ
និយាយតាក់ទងនឹងបញ្ហាផ្សេងដែលមិនចំគោលដៅនឹងមិនចំពីអ្វីដែលអតិថិជនត្រូវការដែលធ្វើឲ្យអាចធ្វើឲ្យអតិថិជនរបស់ខ្លួនបាត់បង់វិភាគការស្ដាប់ក៏ជាបាត់បង់នៃអ្វីដែលអតិថិជនចង់បានដូច្នេះហើយការគ្រប់គ្រងពេលវេលាគឺជាផ្នែកមួយដ៏សំខាន់ណាស់សម្រាប់អ្នកលក់អញ្ចឹងអ្នកលក់ត្រូវតែចេះគ្រប់គ្រងពេលវេលាក្នុងការផ្ដល់កាន់អតិថិជនរបស់ខ្លួនហើយទី5តើតើជំនាញនៃការគិតនិងការវិភាគការដោះស្រាយបញ្ហាអ្នកលក់ត្រូវតែមានជំនាញក្នុងការគិតវិភាគនិងដោះស្រាយបញ្ហាជាមួយអតិថិជនព្រោះធម្មតានៅក្នុងការលក់តែងតែជួបប្រទះជាមួយនឹងអតិថិជនដែលមានផ្នត់កំណត់ក៏ដូចជាគោលកំណត់ផ្សេងៗដូច្នេះហើយអ្នកលក់ត្រូវតែមានការវិភាគវែកញែកក៏ដូចជាមានដំណោះស្រាយតបខ្លួនដើម្បីធ្វើការដោះស្រាយជាមួយបញ្ហាជាមួយអតិថិជននៅពេលដែលជួបប្រទះជាមួយនឹងបញ្ហាក៏ដូចជាកង្វល់របស់អតិថិជនហើយពីចំណុច3យើងនឹងនិយាយអំពីគុណសម្បត្តិនិងគុណវិបត្តិនៃការលក់ផ្ទាល់ខ្លួនហើយយើងអ្នកនរគ្នានឹងអាចដឹងថាតើតើនឹងការលក់ផ្ទាល់ខ្លួននេះអាចមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះទៅដែលអាចប្រឈមមុខជាមួយនឹងការលក់ហើយខាងក្រោមនេះយើងនឹងធ្វើការបកស្រាយទៅកាន់អ្នកទាំងអស់គ្នាឲ្យដឹងថាតើនៅការលក់ផ្ទាល់ខ្លួននេះមានគុណសម្បត្តិអ្វីខ្លះនិងគុណវិបត្តិអ្វីខ្លះហើយតើត្រឹមគុណសម្បត្តិរបស់ការលក់ផ្ទាល់ខ្លួនរួមមានទី1តើតើនឹងការប្រស័យតាក់ទងគ្នាពីផ្លូវមកថាការតាក់ទងរវាងអ្នកលក់និងអ្នកទិញនឹងការជួបទុកមកគ្នាក្នុងការផ្ដោតដងក៏ដូចការប្រកបព័ត៌មានគ្នាទៅវិញទៅមកហើយទី2តើតើនឹងភាពបត់បែនក្នុងការតំណែងតំណងមកថាយើងអាចធ្វើការបត់បែនតាន់ពេលវេលាជាមួយនឹងអតិថិជនហើយទី3ក្រុមហ៊ុនផ្ដោតទៅលើគោលដៅអតិថិជនអញ្ចឹងនៅពេលដែលអតិថិជនដែលគាត់មកប្រើប្រាស់ផលិតផលសេវាកម្មផ្ទាល់របស់យើងនិយាយថាក្រុមហ៊ុនអាចដឹងអំពីអតិថិជនគោលដៅរបស់ខ្លួនក្នុងការដែលអតិថិជនអាចនឹងចង់បាននៅផលិតផលសេវាកម្មរបស់យើងអញ្ចឹងក្រុមហ៊ុនអាចកំណត់អំពីគោលដៅអតិថិជនរបស់ខ្លួនថាអតិថិជនប្រភេទណាអតិថិជនបែបណាដែលគាត់ចង់បានផលិតផលសេវាកម្មរបស់យើងហើយចំណុចទៀតតើនឹងការយកទុកដាក់ផ្ទាល់និងការបង្ហាញភាពលម្អិតនៅពេលដែលការលក់ផ្ទាល់ខ្លួនអ្នកលក់និងអ្នកទិញធ្វើការតំណែងគ្នាអញ្ចឹងមានថាយើងអ្នកលក់អាចមានភាពយកចិត្តទុកដាក់ជាមួយនឹងអតិថិជនដោយសារតែការលក់រវាងអ្នកលក់និងទិញមានការតំណែងដោយផ្ទាល់អញ្ចឹងយើងត្រូវតែយកចិត្តទុកអញ្ចឹងយើងធ្វើឲ្យអ្នកលក់មានភាពយកចិត្តទុកដាក់ទៅកាន់អ្នកលក់ហើយអ្នកទិញក៏មានភាពយកចិត្តទុកដាក់ជាមួយទៅនឹងអ្នកលក់ផងដែរហើយយើងនឹងធ្វើការបង្ហាញរបស់តេតើផលិតផលឬសេវាកម្មរបស់យើងទៅកាន់អតិថិជនដើម្បីឲ្យគាត់ប្រើប្រាស់ឲ្យគាត់ជឿជាក់ក្នុងការទិញឬក៏ផលិតផលសេវាកម្មរបស់យើងដើម្បីយកទៅប្រើប្រាស់ហើយទី3តេតើមតិប្រតិកម្មឆ្លើយតបភ្លាមនៅពេលដែលយើងធ្វើការតំណែងដោយផ្ទាល់អញ្ចឹងមិនថាអ្នកលក់ក៏អ្នកទិញទេយើងអាចធ្វើការឆ្លើយតបទៅនឹងចំណុចផ្សេងដែលអតិថិជនគាត់មានចម្ងល់ក៏ដូចជាគាត់មានបញ្ហាអញ្ចឹងយើងអាចធ្វើការឆ្លើយតបក៏ដូចជាផ្ដល់ព័ត៌មានការទៅកាន់គ្នាទៅវិញទៅមកបានភ្លាមទីបន្តមកទៀតតើទាំងការវាស់វែងប្រសិទ្ធភាពនៅពេលដែលយើងធ្វើការលក់ដោយផ្ទាល់យើងអាចធ្វើការវាស់វែងអំពីប្រសិទ្ធភាពរបស់យើងថាតើតើនឹងកម្រិតនៃការបច្ចេកទេសនៃការលក់របស់យើងនៅក្នុងការផ្ដល់អតិថិជនក៏ដូចជាកម្រិតនៃការប្រើប្រាស់កម្រិតនៃការព័ត៌មានរបស់អតិថិជនដែលផ្ដល់ឲ្យក្រុមហ៊ុនវិញក្នុងកម្រិតបែបនេះអញ្ចឹងយើងអាចវាស់វែងពីប្រសិទ្ធភាពរវាងអ្នកលក់និងអ្នកទិញបានហើយបន្តមកទៀតយើងនិយាយពីការទទួលបានការចំណាប់អារម្មណ៍ពីអតិថិជននៅពេលដែលការលក់ដូចផ្ទាល់យើងអាចផ្ដល់ព័ត៌មានក៏ដូចជាព័ត៌មានផ្សេងៗដូចជាការផ្ដល់ទំនុកចិត្តទៅកាន់អតិថិជនដែលធ្វើឲ្យអតិថិជនមានភាពជឿជាក់ជាមួយនឹងការផ្ដល់សេវាកម្មឬក៏ដូចជាការឆ្លើយតបជាមួយនឹងតម្រូវការរបស់គាត់ភ្លាមៗដែលធ្វើឲ្យអតិថិជនមានភាពកក់ក្ដៅនិងមានអារម្មណ៍រីករាយក្នុងការប្រើប្រាស់ផលិតផលសេវាកម្មរបស់យើងដោយអតិថិជនអាចមានទំនុកចិត្តទៅលើភាពទៅលើមានថាការយកចិត្តទុកដាក់រវាងក្រុមហ៊ុនទៅកាន់អតិថិជនក្នុងការផ្ដល់សេវាកម្មឬក៏ផលិតផលទៅកាន់អតិថិជនផងដែរហើយតើតើបន្តចុងក្រោយតើតើទៅនឹងការបំពេញការងារបន្ថែមអញ្ចឹងនៅពេលយើងធ្វើការតំណែងជាមួយនឹងអតិថិជនពេលខ្លះយើងអាចបំពេញជាមួយនឹងតម្រូវការក៏ដូចជាបំពេញព័ត៌មានផ្សេងទៀតដែលអតិថិជនគាត់ចង់បានអញ្ចឹងយើងអាចបែរថាមានភាពបត់បែនក៏ដូចជាមានភាពសម្របទៅតាមកាលៈទេសៈឬពេលវេលាដែលអតិថិជនចង់បានហើយចំណុចបន្ទាប់យើងនិយាយអំពីគុណវិបត្តិតើនៅក្នុងគុណវិបត្តិនៃការលក់ផ្ទាល់ខ្លួននេះមានអ្វីខ្លះនៅក្នុងគុណវិបត្តិនៃការលក់ផ្ទាល់ខ្លួននេះយើងធ្វើការបែងចែកចេញជា4ចំណុចសំខាន់តែប៉ុណ្ណោះទី1តើតើត្រូវការចំណាយខ្ពស់ធម្មតានៅការលក់ផ្ទាល់ខ្លួនគឺត្រូវមានការចំណាយខ្ពស់
ដោយសារតែធម្មតាយើងត្រូវការចំណាយពេលបើសិនជាយើងនិយាយពីការលក់តាក់ទងទៅនឹងតាមរយៈអនឡាញយើងត្រូវការចំណាយក្នុងការផ្សព្វផ្សាយឬក៏ចំណាយពេលក្នុងការបន្តចូលបណ្ដាញផ្សេងៗក្នុងការតំណែងផ្សេងៗអញ្ចឹងធ្វើឲ្យមានការចំណាយតាក់ទងទៅនឹងការលក់ផ្ទាល់ខ្លួនវាអាចតាក់ទងទៅនឹងនៅពេលអតិថិជនលក់យើងអាចចំណាយទៅលើ commission ឬក៏អីផ្សេងៗទៅកាន់អ្នកលក់អញ្ចឹងធ្វើឲ្យក្រុមហ៊ុនមានការចំណាយទៅលើផ្នែកហ្នឹងដែរហើយប៉ុន្តែចំណុចមួយទៀតតាក់ទងចំណូលតាក់ទងចំណុចទី3តាក់ទងនឹងកង្វះស្តង់ដារក្នុងការតំណែងតំណងកង្វះស្តង់ដារនៃការតំណែងតំណងនេះវាគឺជាគុណវិបត្តិមួយដែរនៅក្នុងការលក់ដោយផ្ទាល់ព្រោះនៅពេលដែលយើងកង្វះនៃស្តង់ដារក្នុងការតំណែងតំណងវាអាចធ្វើឲ្យបាត់បង់អតិថិជនហើយក៏អាចបាត់បង់ចំណូលរបស់ក្រុមផងដែរហើយចំណុចទី3តាក់ទងអ្នកលក់អាចមានភាពខុសប្លែកគ្នានៅក្នុងសមត្ថភាពក្នុងការលើកទឹកចិត្តរបស់ពួកគេធម្មតានៅក្នុងការអ្នកលក់នៅមួយអាចមានសមត្ថភាពផ្សេងៗគ្នានៅក្នុងការលក់ដោយពឹងផ្អែកទៅលើពេលខ្លះអាចពឹងផ្អែកលើបទពិសោធន៍ក៏ដូចជាសមត្ថភាពដែលគាត់ធ្លាប់មានពីមុនមកហើយតាក់ទងទៅនឹងសម្រាប់ការលក់អាចទទួលបានលទ្ធផលផ្សេងៗគ្នាផងដែរហើយពេលខ្លះតាក់ទងនឹងការលើកទឹកចិត្តវាជាផ្នែកមួយដ៏សំខាន់នៅក្នុងការលើកទឹកចិត្តទៅដល់បុគ្គលិកដែលមានសមត្ថភាពខ្ពស់ដែលគាត់បង្កើនការលក់កាន់តែខ្ពស់នោះធ្វើឲ្យមានការលើកទឹកចិត្តប៉ុន្តែវាអាចជះឥទ្ធិពលទៅដល់បុគ្គលិកដែលគាត់ពុំអាចមានលទ្ធភាពក្នុងការលក់អញ្ចឹងវាធ្វើឲ្យមានបញ្ហាប្រឈមក៏ដូចជាបញ្ហាដែលជាគុណវិបត្តិផងដែរនៅក្នុងក្រុមហ៊ុនហើយតាក់ទងនឹងចំណូលខ្ពស់នេះវាមិនមែនជាផ្នែកមួយនៃគុណវិបត្តិនោះទេប៉ុន្តែវាជាផ្នែកមួយនៃគុណសម្បត្តិហើយចំណុច 2.9 យើងនិយាយពីការលក់ផ្ទាល់ក្នុងការលក់ផ្ទាល់មានតួនាទីសំខាន់ណាស់នៅក្នុងការផ្សព្វផ្សាយនិងការលក់ផលិតផលឬសេវាកម្មតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយនិងការលក់ផលិតផលឬសេវាកម្មយើងបានធ្វើការបែងចែកជា6សំខាន់ទី1តាក់ទងនឹងការតំណែងផ្ទាល់ជាមួយអតិថិជនទី2តាក់ទងការបង្កើតទំនុកចិត្តទី3ការបញ្ជាក់អំពីព័ត៌មានទី4យាមពីការដោះស្រាយសំណួរនិងការសង្ស័យរបស់អតិថិជនទី5យាមពីការជំរុញការទិញនិងទី6និយាយពីការរក្សាតំណែងបន្ទាប់ពីការលក់ហើយចំណុច 2.10 យើងនឹងនិយាយអំពីតាក់ទងបញ្ហាប្រឈមរបស់អ្នកផ្ទាល់បន្ទាប់ពីយើងនិយាយអំពីដំណើរការក៏ដូចជាអត្ថប្រយោជន៍ក៏ដូចជាគុណសម្បត្តិនិងគុណវិបត្តិហើយយើងនឹងឈានទៅដល់ចំណុចមួយដែលនិយាយអំពីបញ្ហាប្រឈមរបស់អ្នកលក់ផ្ទាល់តើនៅក្នុងការលក់ផ្ទាល់តើអ្នកលក់អាចជួបនឹងបញ្ហាប្រឈមអ្វីខ្លះនៅក្នុងដំណើរការរបស់ខ្លួនទី1តាក់ទងនឹងមិនមានតម្រូវការទី2គ្មានលុយទិញទី3មិនប្រញាប់ទី4គ្មានការជឿជាក់ទី5ការខ្វះជំនាញក្នុងការតំណែងតំណងទី6ការខ្វះការត្រៀមខ្លួនទី7បញ្ហាពេលវេលាទី8ការបង្ហាញអតិថិជនខុសគោលដៅទី9ការប្រកួតប្រជែងខ្លាំងទី5ការបាត់បង់ចិត្តស្រឡាញ់របស់អតិថិជនមានថានេះគឺជាបញ្ហាប្រឈមដែលអតិថិជនតែជួបប្រទះនៅក្នុងដំណើរការនៃការលក់របស់ខ្លួនជាមួយនឹងអតិថិជនក៏ដូចជានៅក្នុងបរិបទនៃការលក់ផ្ទាល់នៅពេលបច្ចុប្បន្នហើយចំណុច 2.11 យើងនិយាយពីយុទ្ធសាស្ត្រលក់ផ្ទាល់ខ្លួនប្រកបដោយប្រសិទ្ធភាពបន្ទាប់ពីយើងនិយាយពីបញ្ហាប្រឈមដែលអ្នកលក់តែងតែជួបប្រទះនៅក្នុងបរិបទនៃការលក់នៅពេលបច្ចុប្បន្នយើងនឹងនិយាយពីយុទ្ធសាស្ត្រនៅពេលដែលជួបប្រទះបញ្ហាទាំងអស់នោះកើតឡើងហើយតើអ្នកលក់គួរតែមានយុទ្ធសាស្ត្របែបណាដើម្បីឲ្យការលក់របស់គាត់កាន់តែមានប្រកបដោយប្រសិទ្ធភាពដើម្បីកាត់បន្ថយនៃហានិភ័យដែលជួបប្រទះពីខាងលើមកទី1បង្ហាញអំពីអត្ថប្រយោជន៍នៃផលិតផលរបស់ខ្លួនទៅកាន់អតិថិជនទី2បង្ហាញអំពីផលិតផលហើយទី3ធ្វើការលើកទឹកចិត្តតាមរយៈការសន្ទនាមានថាយើងត្រូវធ្វើការលើកទឹកចិត្តទៅកាន់អតិថិជននៅពេលដែលគាត់ប្រើប្រាស់ផលិតផលរបស់យើងហើយតែគាត់អាចទទួលបានអត្ថប្រយោជន៍ក៏ដូចជាអ្វីខ្លះដែលពីផលិតផលឬសេវាកម្មរបស់យើងហើយទី4ដើរតួជាអ្នកប្រឹក្សាបើថាអ្នកលក់ត្រូវដើរតួនាទីជាអ្នកប្រឹក្សាក្នុងការផ្ដល់យោបល់ក៏ដូចជាការណែនាំទៅកាន់អ្នកប្រើប្រាស់ដើម្បីឲ្យគាត់យល់ដឹងអំពីអត្ថប្រយោជន៍ក៏ដូចជានៃផលិតផលរបស់យើងនៅពេលដែលគាត់ប្រើប្រាស់តើនឹងទទួលបានបែបលក្ខណៈបែបណាហើយនឹងយើងនឹងធ្វើការឆ្លើយតបជាមួយនឹងតម្រូវការក៏ដូចជាឆ្លើយតបជាមួយនឹងសំណួរឬក៏បញ្ហាផ្សេងៗដែលអតិថិជនគាត់ចង់បានយើងដើរតួនាទីជាអ្នក
ធ្វើការប្រឹក្សាជូនអតិថិជនរបស់ខ្លួនដើម្បីឲ្យគាត់ដឹងនៅអ្វីដែលជាចំណុចដែលគាត់នឹងឆ្ងល់ហើយទី5ទាក់ទងទៅនឹងភាពពេញចិត្តរបស់អតិថិជនមិនថាយើងត្រូវធ្វើការបំពេញតាមរយៈការប្រើប្រាស់បំពេញនៃផលិតផលឬសេវាកម្មទៅកាន់អតិថិជនរបស់ខ្លួនទីបំណងទី6យើងពីតែទៅនឹងការឆ្លើយតបទៅនឹងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ហើយចំណុចបន្ទាប់តើតើចំណុចទី3យើងនឹងនិយាយអំពីវិធីសាស្ត្រនៃការសិក្សាស្រាវជ្រាវតើនៅក្នុងវិធីសាស្ត្រស្រាវជ្រាវតើយើងមានវិធីសាស្ត្របែបណាខ្លះទី1 3.1យើងពីវិធីសាស្ត្រនៃការស្រាវជ្រាវនៅក្នុងការសិក្សាស្រាវជ្រាវនៅក្នុងប្រធានបទតើតើ personal selling វិធីសាស្ត្រស្រាវជ្រាវនៃការផ្សព្វផ្សាយវិធីសាស្ត្រមួយនៃការផ្សព្វផ្សាយនិងការលក់ផលិតផលឬសេវាកម្មដែលអ្នកលក់ធ្វើការទំនាក់ទំនងផ្ទាល់ជាមួយអតិថិជនដើម្បីបញ្យល់និងជំរុញអតិថិជនទិញនិងយល់ដឹងអំពីភាពច្បាស់លាស់អំពីប្រសិទ្ធភាពនៃការលក់ផ្ទាល់ក៏ដូចជាកត្តាដែលអាចពាក់ព័ន្ធទៅដល់ការលក់ហើយត្រូវបានយើងធ្វើយកមកធ្វើការសិក្សាស្រាវជ្រាវជាផ្លូវការដោយប្រើប្រាស់វិធីសាស្ត្រដ៏សមរម្យដូចខាងក្រោមទី1តើតើទៅនឹងការសិក្សាប្រធានបទនៅក្នុងការសិក្សាស្រាវជ្រាវរបស់យើងនេះយើងធ្វើការចាប់ផ្ដើមដោយការសិក្សាស្រាវជ្រាវដែលពាក់ព័ន្ធទៅនឹង personal selling ដែលនៅក្នុងតើតើ personal selling នេះយើងធ្វើការបែងចែកយ៉ាងជាចំណុចសំខាន់មួយចំនួនដូចទី1តើតើទៅនឹងវិធីសាស្ត្រការសិក្សាស្រាវជ្រាវឯកសារមិនថាយើងធ្វើការប្រើប្រាស់តើតើទៅនឹងឯកសារបែប secondary data ដែលជាឯកសារដែលមានស្រាប់ដែលគេបានធ្វើការផុសនៅក្នុងបណ្ដាញ website ក៏ដូចជាឯកសារដែលពាក់ព័ន្ធទៅនឹងហើយតើតើទៅនឹងវិធីសាស្ត្រសិក្សាស្រាវជ្រាវនេះដែលខ្ញុំបាននិយាយមិញតើតើនឹង secondary data ហើយបានធ្វើការសិក្សាស្រាវជ្រាវតាមរយៈឯកសារដែលមានពីមុនមកតាមរយៈសៀវភៅអត្ថបទវិទ្យាសាស្ត្រក៏ដូចជារបាយការណ៍ទីផ្សារដើម្បីធ្វើការយល់ដឹងអំពីទ្រឹស្ដីនិងការអនុវត្តនៅក្នុងវិស័យ personal selling ផងដែរហើយវិធីសាស្ត្រទី2គឺវិធីសាស្ត្រមិនផ្លូវការដែល observation method មានថាតើតើទៅនឹងការសង្កេតការងារដែលផ្ទាល់ខ្លួនដើម្បីទទួលបានទិន្នន័យនិងព័ត៌មានខ្លះរបស់អ្នកលក់និងអតិថិជនដើម្បីធ្វើការសិក្សាស្រាវជ្រាវក៏ដូចជាការធ្វើជាអត្ថបទក្នុងការសិក្សាស្រាវជ្រាវនេះហើយគោលបំណងនៃការសិក្សាស្រាវជ្រាវនេះគឺដើម្បីពិពណ៌នាអំពីទស្សនវិជ្ជានៃការលក់ផ្ទាល់ខ្លួនដែលរួមមានតកតទស្សនវិជ្ជាមូលដ្ឋានគោលគំនិតជំហាននិងគន្លឹះដើម្បីជោគជ័យនៅក្នុងសកម្មភាពបែបលក់ផ្ទាល់ខ្លួនហើយវាមានលក្ខណៈជាការវិនិច្ឆ័យមួយចំនួនក្នុងការប្រមូលផ្ដុំនៃការសិក្សាស្រាវជ្រាវនេះហើយការប្រើប្រាស់ឯកសារនិងការប្រើប្រាស់ពាក្យគន្លឹះសំខាន់ដែលពាក្យគន្លឹះនោះគឺតើទៅនឹងការ personal selling ដើម្បីធ្វើការសិក្សាស្វែងយល់ក៏ដូចជាស្វែងរកអំពីដំណោះស្រាយក៏ដូចជាដំណើរការនៃការលក់ផងដែរហើយ 3.2 យើងនិយាយអំពីការប្រមូលទិន្នន័យនៅក្នុងការសិក្សាស្រាវជ្រាវនេះយើងប្រើប្រាស់ទិន្នន័យបន្តបន្សំដោយដែលខ្ញុំបានរៀបរាប់ខាងលើអំបញ្ញមិញយើងបានធ្វើការសិក្សាស្រាវជ្រាវតាមរយៈឯកសារ secondary data ដែលយើងបានធ្វើការបង្ហាញពីខាងលើអំបញ្ញមិញរួចមកហើយនៅក្នុងការសិក្សាស្រាវជ្រាវនេះយើងនឹងប្រើប្រាស់វិធីសាស្ត្របែបគុណភាពដែលហៅថា qualitative analysis ដើម្បីដឹងអំពីដំណើរការនៃការលក់ផ្ទាល់ដើម្បីផ្សារភ្ជាប់ជាមួយនឹងផ្នែកទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងប៉ុន្តែប៉ុណ្ណោះវាអាចផ្ដល់នូវដំណោះស្រាយនិងបង្ហាញអំពីបញ្ហាប្រឈមនានាដែលយើងតែជួបប្រទះនៅក្នុងស្ថានភាពជាក់ស្ដែងផងដែរហើយចំពោះទី4នឹងនិយាយអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវហើយចំពោះនេះយើងនឹងបង្ហាញថាតើតើទៅនឹងលទ្ធបន្ទាប់ពីយើងការសិក្សាស្រាវជ្រាវដែលទទួលបានព័ត៌មានជាច្រើនតើទៅនឹងការលក់នេះតើយើងអាចទទួលបានលទ្ធផលបែបណាបន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវក៏ដូចជាទទួលបានទិន្នន័យពីខាងលើអំបញ្ញមិញផងហើយជាលទ្ធផលតាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវយើងឃើញថាដោយមានការទំនាក់ទំនងដោយផ្ទាល់រវាងអ្នកលក់និងអ្នកទិញដែលហៅថាអតិថិជនការទំនាក់ទំនងផ្ទាល់មាត់ឬតាមរយៈបច្ចេកវិទ្យាផ្សេងៗ
vì chỉផ្នែកមួយនៃការផ្សព្វផ្សាយផលិតផលឬសេវាកម្មដែលផ្ដោតទៅលើការតាក់ទាញនិងការរក្សាអតិថិជនគោលដៅហើយផ្នែកទី1យើងពីសារៈសំខាន់នៃការលក់ផ្ទាល់គឺការបង្កើតទំនាក់ទំនងជាមួយនឹងអតិថិជនអ្នកអាចស្វែងរកមកក៏ស្វែងយល់ពីតម្រូវការរបស់អតិថិជននិងផ្ដល់ដំណោះស្រាយដែលសមស្របជាមួយនឹងអតិថិជនគោលដៅហើយទី2តើតើនឹងការបង្កើនភាពជឿជាក់មានន័យថាការបកស្រាយអំពីផលិតផលឬសេវាកម្មដែលផ្ទាល់ទៅកាន់អតិថិជនដើម្បីអតិថិជនមានភាពជឿជាក់ក្នុងការសម្រេចចិត្តនឹងការទិញផលិតផលឬសេវាកម្មពីក្រុមហ៊ុនផងដែរហើយទី3យើងពីតើតើនឹងការបង្កើនតម្លៃសម្រាប់អតិថិជនដែលថា customer value អត្ថប្រយោជន៍ដែលអតិថិជនទទួលបានពីផលិតផលឬសេវាកម្មបូកទៅនឹងតម្លៃដែលពួកគេចំណាយមកកាន់ក្រុមហ៊ុនក្នុងការទិញផលិតផលគឺគាត់ទទួលបានជាផលិតផលដែលគាត់ពេញចិត្តនៅក្នុងការប្រើប្រាស់ផលិតផលសេវាកម្មរបស់យើងដែលនេះវាគឺជាគុណតម្លៃដែលអតិថិជនចង់បានហើយអ្នកលក់អាចបង្ហាញអំពីអត្ថប្រយោជន៍របស់ផលិតផលដែលក្រុមហ៊ុនមានទៅកាន់អតិថិជនដើម្បីអតិថិជនធ្វើការប្រើចង់បានឬក៏ចង់ទិញនៃផលិតផលសេវាកម្មរបស់ក្រុមហ៊ុនហើយទី4មានពីការបង្កើនការលក់មានថាវាជាផ្នែកមួយនៃការតំណាក់តំណងដែលផ្ទាល់ដែលវាអាចជួយជំរុញឲ្យការទិញកាន់តែមានភាពលឿននិងទទួលបានការជាវពីអតិថិជនឬក៏ការប្រើប្រាស់កាន់តែច្រើនផងដែរហើយ 4.1 យើងពីដំណើរការនៃការលក់ផ្ទាល់ខ្លួនដំណើរការនៃការលក់ផ្ទាល់ខ្លួនមានដូចខាងក្រោមទី1ក៏ការស្វែងរកអតិថិជនទី2អ្នកលក់មានន័យថាអ្នកលក់អាចស្វែងរកអតិថិជនដែលមានសក្តានុពលដែលអាចចាប់អារម្មណ៍ជាមួយនឹងផលិតផលសេវាកម្មរបស់ក្រុមហ៊ុនខញពីការរៀបចំមុនពេលវេលាទំនាក់ទំនងអ្នកលក់ត្រូវធ្វើការស្រាវជ្រាវអំពីអតិថិជនដើម្បីយល់ដឹងអំពីតម្រូវការនិងយុទ្ធសាស្ត្រក្នុងការលក់ទៅកាន់អតិថិជនគោលដៅហើយទី3ការបង្ហាញអំពីផលិតផលអ្នកលក់ត្រូវបង្ហាញអំពីលក្ខណៈពិសេសនិងអត្ថប្រយោជន៍របស់ផលិតផលរបស់ខ្លួនទៅកាន់អតិថិជនរបស់ខ្លួនខយើងពីការដោះស្រាយការបដិសេធអ្នកលក់ត្រូវតែឆ្លើយតបសំណួរនឹងការបដិសេធពីអតិថិជនដោយអនុវត្តជំនាញក្នុងការដោះសំហេតុផលងើតែទាំងការបិទការបញ្ចប់ការលក់ដែល closing the sale ដែលអ្នកលក់ត្រូវជំរុញអតិថិជនឲ្យធ្វើការសម្រេចចិត្តការទិញចតែទៅនឹងការតាមដានការលក់មានថាអ្នកលក់ត្រូវធ្វើការតាមដានដើម្បីធានានៅការពេញចិត្តរបស់អតិថិជននិងរក្សាការតំណែងតំណងហើយចំនួនតាក់ទងចំណុចទាំង6នេះគឺខ្ញុំបានធ្វើការបកស្រាយពីខាងលើរួចម្ដងមកហើយប៉ុន្តែខាងក្រោមហើយនៅក្នុងចំណុចនេះខ្ញុំបានលើកយកមកបញ្ចូលបន្ថែមតាក់ទងទៅនឹងលទ្ធផលនៃការស្រាវជ្រាវដើម្បីអ្នកទាំងអស់គ្នាកាន់តែយល់ច្បាស់តាក់ទងទៅនឹងជំហានទាំង6នៅក្នុងដំណើរការនៃការលក់ផងដែរហើយ 4.2 យើងពីប្រភេទនៃការលក់ហើយប្រភេទនៃការលក់នេះយើងធ្វើការបែងចែកចេញជា4ទី1តាក់ទងនឹង asset selling វាថាការលក់តាមរយៈទូរស័ព្ទឬក៏ប្រព័ន្ធអ៊ីនធឺណិតឬក៏អនឡាញហើយអាចនិយាយម្យ៉ាងទៀតអាចថា social media ហើយទី2ជាពី asset selling វាថាការលក់ដោយចោះទៅជួបអគ្គនាយកជនផ្ទាល់ដើម្បីធ្វើការផ្ដល់ព័ត៌មានការអតិថិជនហើយដើម្បីទទួលបានព័ត៌មានពីអតិថិជនមកវិញហើយទី3តើទៅនឹង retail selling វាថាការលក់ទៅខាងហាងលក់រាយវាថាមានថាអ្នកលក់ឈ្មោះកណ្ដាលដែលធ្វើការចែកចាយផលិតផលរបស់យើងទៅកាន់អតិថិជនបន្តហើយទី4តើទៅនឹង business to business មានថាការលក់រវាងអាជីវកម្មមានថាក្រុមហ៊ុនធ្វើការលក់ទៅកាន់អាជីវកម្មមួយទៀតហើយអាជីវកម្មធ្វើការលក់ចែកចាយបន្តទៅកាន់អតិថិជនគោលដៅរបស់ខ្លួនហើយចំណុច 3.4 យើងពីឧបសគ្គនិងដំណោះស្រាយនៅក្នុងដំណើរការនៃការលក់ផ្ទាល់ខ្លួនយើងតែងតែមានជួបឧបសគ្គហើយនៅក្នុងឧបសគ្គនោះក៏យើងតែងតែមានដំណោះស្រាយក្នុងការដោះស្រាយបញ្ហាផងដែរប៉ុន្តែគាត់ថាវិធីសាស្ត្រខ្លះយើងគួរតែដឹងនៅក្នុងជួបឧបសគ្គខ្លះតើអ្នកលក់គួរតែមានវិធីសាស្ត្របែបណាឬក៏បច្ចេកទេសណាដើម្បីធ្វើការដោះស្រាយពីបញ្ហាដែលយើងជួបប្រទះហើយខាងក្រោមនេះយើងនឹងបង្ហាញថាតើអ្វីដែលជាឧបសគ្គហើយដំណោះស្រាយអតិថិជនឧបសគ្គទី1តើទៅនឹងអតិថិជនមិនត្រូវការហើយវិធីនៅពេលដែលអតិថិជនមិនត្រូវការវិធីដែលយើងត្រូវដោះស្រាយគឺសិក្សាអំពីតម្រូវការរបស់ពួកគេដែលផ្ដោតទៅលើអត្ថប្រយោជន៍ដែលពួកគេពុំទាន់ដឹង
ហើយឧបសគ្គទី2តម្លៃខ្ពស់ពេកនៅពេលដែលតម្លៃខ្ពស់ពេកវិធីសាស្ត្រដែលយើងត្រូវដោះស្រាយគឺបញ្យល់អំពីតម្លៃបន្ថែមនិងឧទាហរណ៍ថាសេវាកម្មក្រោយការទៅលក់ការលក់និងគុណភាពដ៏យូរអង្វែងនៃផលិតផលរបស់យើងហើយឧបសគ្គទី3តើតើការប្រកួតប្រជែងខ្លាំងហើយវិធីនៃការដោះស្រាយការប្រកួតប្រជែងខ្លាំងនេះគឺពន្លឿនលក្ខណៈពិសេសដែលខុសពីគេនៃការធានាឬការគ្រប់គ្រងផ្ទាល់ពីអតិថិជនឧបសគ្គទី4តើតើនឹងអតិថិជនខ្វះទំនុកចិត្តហើយវិធីដោះស្រាយគឺប្រើសក្ខីកម្មឬជាឧទាហរណ៍មិនថាលើឧទាហរណ៍ពីអតិថិជនដែលធ្លាប់ប្រើប្រាស់ផលិតផលសេវាកម្មរបស់យើងតែនៅពេលដែលអតិថិជនប្រើប្រាស់ផលិតផលឬសេវាកម្មរបស់យើងគាត់មានភាពពេញចិត្តជាមួយនឹងអ្វីដែលយើងផ្ដល់ឲ្យគាត់ក្នុងកម្រិតណាហើយនេះហើយគឺជាសក្ខីកម្មដែលបង្ហាញអំពីទស្សនវិជ្ជាជាក់ស្ដែងក៏ដូចជាស័ក្តិសិទ្ធិរបស់អតិថិជនដែលគាត់ធ្លាប់ប្រើប្រាស់ផលិតផលសេវាកម្មរបស់យើងតើគាត់ទទួលបានអត្ថប្រយោជន៍អ្វីខ្លះនៅពេលដែលប្រើប្រាស់ផលិតផលរបស់យើងនៅពេលនោះហើយដែលអាចធ្វើឲ្យអតិថិជនថ្មីអាចមានទំនុកចិត្តឡើងវិញក្នុងការប្រើប្រាស់ផលិតផលសេវាកម្មរបស់យើងហើយជាចុងក្រោយគឺជាជំពូកទី5ដែលជាសេចក្តីសន្និដ្ឋាននិងអនុសាសន៍បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវយើងទទួលបានព័ត៌មានជាច្រើនក៏ដូចជាអត្ថប្រយោជន៍ក៏ជាដំណើរការនិងការវិវត្តផ្សេងដើម្បីឲ្យការលក់កាន់តែមានប្រសិទ្ធភាពក៏ដូចជាបញ្ហាជួបប្រទះក៏ដូចជាដំណើរការនៃការលក់បន្ទាប់ពីយើងធ្វើការសិក្សាស្រាវជ្រាវយើងក៏ទទួលបានព័ត៌មានហើយជាច្រើនផងដែរហើយយើងក៏បានធ្វើជាសេចក្តីសន្និដ្ឋាននិងអនុសាសន៍ផងដែរទាក់ទងទៅនឹងប្រធានបទដែលយើងបានធ្វើការសិក្សាស្រាវជ្រាវពីខាងលើមកហើយសេចក្តីសន្និដ្ឋាននិងអនុសាសន៍នោះយើងនឹងផ្ដល់ដូចខាងក្រោមទាក់ទងនឹងសេចក្តីសន្និដ្ឋានការលក់តខ្លួនវាពិតជាមានសារៈសំខាន់ណាស់ខ្លាំងណាស់នៅក្នុងទីផ្សារជាពិសេសនៅក្នុងស្ថានភាពដែលទាមទារឲ្យការតំណែងផ្ទាល់ឬការបកស្រាយលម្អិតពីផលិតផលសេវាកម្មទៅកាន់អតិថិជនដូចជាការបង្កើនការតំណែងផ្ទាល់ការបកស្រាយលម្អិតការបញ្ចុះបញ្ចូលការឆ្លើយតបភ្លាមៗនិងការកសាងតំណែងយូរអង្វែងភាពបត់បែនជាពិសេសនៅពេលដែលអតិថិជនត្រូវការបញ្ចុះបញ្ចូលមានការបញ្ចុះបញ្ចូលឬក៏មានការផ្ដល់ព័ត៌មានលម្អិតទៅកាន់អតិថិជនហើយវាគឺជាយុទ្ធសាស្ត្រដ៏រឹងមាំមួយក្នុងការកសាងការតំណែងនិងការលក់ផលិតផលឬសេវាកម្មដែលអាចមានភាពស្មុគស្មាញបន្តិចតែទោះជាយ៉ាងណាក៏វាត្រូវបានគេប្រើប្រាស់ឲ្យមានការទទួលបានការចំណេញតាមលក្ខណៈស្ថានភាពដែលទទួលបានដែលតាមរយៈការផ្ដល់ព័ត៌មានក៏ដូចជាតាមរយៈការទទួលបានពីអតិថិជនត្រង់មកវិញហើយជាចុងក្រោយយើងនិយាយពី 5.2 ដែលនិយាយអំពីអនុសាសន៍បន្ទាប់ពីយើងធ្វើការសិក្សាស្រាវជ្រាវយើងបានធ្វើការផ្ដល់ជាសេចក្តីសន្និដ្ឋានហើយជាចុងក្រោយយើងនឹងផ្ដល់ជាអនុសាសន៍ទៅកាន់អ្នកលក់ក៏ដូចជាម្ចាស់អាជីវកម្មក៏ដូចជាអ្នកទីផ្សារផងដែរហើយយុទ្ធសាស្ត្រដែលយើងផ្ដល់ឲ្យនោះគឺដើម្បីឲ្យ personal selling មានប្រសិទ្ធភាពកាន់តែខ្ពស់អ្នកលក់ត្រូវតែអនុវត្តយុទ្ធសាស្ត្រដ៏ច្បាស់លាស់និងវិធីសាស្ត្រដែលផ្ដោតទៅលើតម្រូវការអតិថិជននិងយល់ដឹងអំពីអតិថិជនបណ្ដោះបណ្ដាលជំនាញនិងការស្ដាប់និងប្រើប្រាស់បច្ចេកទេសនិងចេះបិទនៃការលក់ដោយប្រើប្រាស់វិធីសាស្ត្រនៃការសាកសួរនិងតាមដានអតិថិជនជានិច្ចកាលហើយយុទ្ធសាស្ត្រទាំងនេះហើយដែលអាចជួយឲ្យអ្នកលក់ខ្លាចជាអ្នកលក់ដ៏ឆ្នើមនិងកសាងការតំណែងទំនាក់ទំនងជាមួយអតិថិជនហើយក្រុមហ៊ុននឹងទទួលបានអត្ថប្រយោជន៍មកវិញតាមរយៈអតិថិជនថ្មីការបង្កើនអ្នកអតិថិជនថ្មីដើម្បីធ្វើការប្រើប្រាស់ផលិតផលសេវាកម្មរបស់យើងហើយនេះហើយគឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតនិងមានសារៈពលផលសម្រាប់ផ្នែកទីផ្សារក៏ដូចជាម្ចាស់សហគ្រិនក្នុងការប្រើប្រាស់ក៏ដូចជាអ្នកលក់ផ្ទាល់ផងដែរហើយនេះគឺជាប្រភពនៃឯកសារយោងសំខាន់មួយចំនួនដែលខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវនៅក្នុងប្រធានបទនៃតកតងទៅនឹងការលក់ផ្ទាល់ខ្លួននេះហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងអំពីព័ត៌មានលម្អិតក៏ដូចជាព័ត៌មានផ្សេងៗដើម្បីបង្កើនប្រសិទ្ធភាពនៃការលក់របស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពហើយក៏ចង់ដឹងពីថាតើមានវិធីសាស្ត្រក៏វិធីបែបណាខ្លះដើម្បីឲ្យការលក់កាន់តែល្អប្រសើរជាងនេះអ្នកទាំងអស់គ្នាអាចចូលទៅក្នុងឯកសារយោងទាំងអស់គ្នាអ្នកទាំងអស់គ្នានឹងដឹងនឹងអាចស្វែងរកនៃព័ត៌មានដែលអ្នកទាំងអស់គ្នាចង់បានហ
ហើយនេះគឺជា cover ចុងក្រោយដែលទៅនឹងព័ត៌មានដែលទៅនឹងក្រុមរបស់ខ្ញុំដែលជាក្រុមទី4ហើយឯកសារនេះយើងធ្វើបានចប់នៅថ្ងៃទី5ខែឧសភាឆ្នាំ2025ហើយពួកខ្ញុំគឺជាឆ្នាំជានិស្សិតឆ្នាំទី2ហើយជាក្នុងចំណងឆ្នាំទី2ហើយជាសម្រាប់ជំនាញគ្រប់គ្រងពាណិជ្ជកម្មជាចុងក្រោយខ្ញុំសូមអរគុណសម្រាប់ការតាមដានរបស់លោកគ្រូក៏ដូចជាបងប្អូនទាំងអស់គ្នាដែលមានវត្តមាននៅក្នុងថ្នាក់ MBA ទាំងអស់គ្នាសូមអរគុណសូមជម្រាបលា